ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសុថាវីជានាយកគ្រប់គ្រងផ្នែកសេវាកម្មរបស់ក្រុមហ៊ុន DAS Accounting and Tax Service Co Ltd សូមមកចែករំលែកប្រធានបទថ្មីមួយទៀតតកតងនឹងថាតើកត្តាប្រឈមអ្វីខ្លះដែលធ្វើឲ្យសហគ្រាសដាក់បញ្ជូនរបាយការណ៍រ៉ាញ់ធុទៅនិយត្តករមានការយឺតយ៉ាវមូលហេតុដែលខ្ញុំលើកយកប្រធានបទនេះយកមកចែករំលែកគឺដោយសារតែខ្ញុំសង្កេតឃើញថានៅមានសហគ្រាសជាច្រើនគាត់នៅតែមានការខកខាននៅក្នុងការដាក់បញ្ជូនរបាយការណ៍រ៉ាញ់ថោនេះទៅនិយត្តករដូច្នេះហើយបានជាខ្ញុំលើកយកប្រធានបទមួយនេះដើម្បីមកចែកម្លែកដល់អ្នកទាំងអស់គ្នាអញ្ចឹងដូចយើងដឹងហើយថាបញ្ជីគណនេយ្យនិងរបាយការណ៍រ៉ាញ់វត្ថុវាមានតួនាទីសំខាន់ជាចម្បងនៅក្នុងការជួយឲ្យអាជីវកម្មធ្វើប្រតិបត្តិការយ៉ាងមានតម្លាភាពនិងទទួលបាននៅទំនុកចិត្តពីភាគីពាក់ព័ន្ធផងដែរហើយនៅក្នុងប្រទេសកម្ពុជាយើងសម្រាប់ការដាក់បញ្ជូនរបាយការណ៍រ៉ាញ់ថុទៅនិយត្តករគណនេយ្យនិងសវនកម្មនេះវាគឺជាកាតព្វកិច្ចដែលតម្រូវដោយច្បាប់អញ្ចឹងខ្ញុំសង្កេតឃើញថាបើទោះជាមានការតម្រូវដោយច្បាប់ក៏ដោយក៏នៅតែមានសហគ្រាសជាច្រើនគាត់នៅតែមានការខកខាននិងមានការយឺតយ៉ាវនៅក្នុងការបញ្ជូនរបាយការណ៍នេះផងដែរអញ្ចឹងចំពោះបញ្ហាដែលជាកត្តាប្រឈមនៅក្នុងការដាក់បញ្ជូនរបាយការណ៍ទៅយឺតហ្នឹងវាអាចពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងផ្ទៃក្នុងបុគ្គលិកឯកទេសហើយនឹងការយល់ដឹងផ្នែកច្បាប់ហ្នឹងគឺមិនទាន់បានស៊ីជម្រៅនៅឡើយហើយដូច្នេះថ្ងៃនេះដែរខ្ញុំនឹងចែកម្លែកអ្នកទាំងអស់គ្នាអំពីកត្តាប្រឈមមួយចំនួនហ្នឹងកត្តាប្រឈមទី1នោះគឺការខ្វះការយល់ដឹងអំពីកាតព្វកិច្ចផ្លូវច្បាប់ចឹងសហគ្រាសជាច្រើនគាត់មិនទាន់យល់ច្បាស់អំពីកាតព្វកិច្ចច្បាប់ដែលស្ដីអំពីការដាក់បញ្ជូនរបាយការណ៍ទៅនិយត្តករនោះទេហើយការដែលខ្វះការយល់ដឹងផ្នែកច្បាប់ហ្នឹងហើយវាដែលជាកត្តាប្រឈមដ៏សំខាន់មួយដែលនាំឲ្យសហគ្រាសមានការយឺតយ៉ាវឬក៏មិនអនុវត្តទៅតាមការកំណត់អញ្ចឹងការខ្វះការយល់ដឹងផ្នែកច្បាប់ហ្នឹងគឺខ្វះការយល់ដឹងមិនខ្លះអញ្ចឹងខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាសហគ្រាសគាត់មិនបានដឹងថាតើសហគ្រាសរបស់ខ្លួនហ្នឹងគឺជាសហគ្រាសដែលត្រូវរងសវនកម្មឬក៏មិនរងសវនកម្មអាហ្នឹងទី1ហើយបន្ទាប់មកទៀតគាត់ក៏អត់ដឹងផងដែរថាតើកាតព្វកិច្ចដាក់របាយការណ៍ទៅហ្នឹងរបាយការណ៍ដែលគាត់ត្រូវដាក់ទៅហ្នឹងគឺជារបាយការណ៍អីគេខ្លះហើយគាត់ត្រូវដាក់ទៅនៅពេលណាហើយចំណុចមួយទៀតហ្នឹងក៏គាត់អត់ដឹងថាតើការដែលមិនដាក់តាន់ពេលវេលាហ្នឹងនឹងនាំឲ្យសហគ្រាសរបស់គាត់ហ្នឹងមានទោសទណ្ឌអ្វីខ្លះអញ្ចឹងបញ្ហាទាំងអស់នេះវាកើតឡើងជាញឹកញាប់ជាពិសេសគឺសម្រាប់សហគ្រាសដែលគាត់ទៅបង្កើតថ្មីសហគ្រាសដែលមិនប្រើប្រាស់សេវាកម្មជំនួយពីអ្នកជំនាញផ្នែកគណនេយ្យឬក៏សវនកម្មហ្នឹងដែលយើងតែងតែហៅថា accounting firm ឬក៏ audit firm នឹងជាដើមអញ្ចឹងការខ្វះការយល់ដឹងវានឹងនាំឲ្យសហគ្រាសហ្នឹងរៀបចំរបាយការណ៍គណនេយ្យមិនបានត្រឹមត្រូវហើយក៏អាចបណ្ដាលឲ្យខកខាននៅក្នុងការបំពេញបែបបទឬក៏ការប្រើប្រាស់ប្រព័ន្ធ e-filing របស់និយត្តករគណនេយ្យនិងសវនកម្មនឹងផងដែរអញ្ចឹងអានេះគឺជាកត្តាប្រឈមទី1ហើយចំពោះកត្តាប្រឈមទី2នោះគឺការគ្រប់គ្រងគណនេយ្យមិនមានស្តង់ដារច្បាស់លាស់ចឹងសហគ្រាសមួយចំនួនគាត់មិនបានចាត់ចែងគណនេយ្យប្រចាំខែឬក៏គាត់មិនបានរក្សាទុកឯកសារឲ្យបានគ្រប់គ្រាន់ទេដូចជាវិក័យប័ត្រឯកសារទូទាត់ប្រកាន់ដៃទទួលប្រាក់ឬក៏របាយការណ៍ធនាគារអីជាដើមហ្នឹងគឺគាត់អត់បានរៀបចំឲ្យបានត្រឹមត្រូវទេហើយការដែលខ្វះប្រព័ន្ធគណនេយ្យត្រឹមត្រូវហ្នឹងហើយដែលធ្វើឲ្យរាំងស្ទះដល់ដំណើរការនៃការដាក់បញ្ជូនរបាយការណ៍ហ្នឹងចឹងប្រព័ន្ធគណនេយ្យដែលមិនច្បាស់លាស់វានឹងធ្វើឲ្យការដាក់បញ្ជូនរបាយការណ៍របស់យើងនឹងគឺមានការយឺតយ៉ាវអញ្ចឹងការដែលចំណុចដែលវាមិនច្បាស់លាស់ហ្នឹងវាមានដូចជាអីគេខ្លះទៅការកំណត់
ការធ្វើកំណត់ត្រាមិនបានច្បាស់លាស់នឹងមិនទៀងទាត់អញ្ចឹងសហគ្រាសខ្លះគាត់បច្ចុប្បន្នហ្នឹងគាត់នៅតែប្រើគេហៅថាការកត់ត្រាដោយដៃណាគាត់កត់ដាក់សភៅឬក៏ប្រើ Excel នៅក្នុងការកត់ត្រាហ្នឹងទៅអញ្ចឹងវាអត់មានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ទេវាធ្វើឲ្យការបង្ហាញសមតលរបស់យើងហ្នឹងវាមិនអាចប្រើប្រាស់ជាផ្លូវការបានទេហើយចំណុចមួយទៀតនោះគឺឯកសារដែលសំខាន់នោះវាមិនទាន់មានប្រព័ន្ធស្តង់ដារនៅក្នុងការប្រើប្រាស់ឯកសារសំខាន់ដូចជាវិក័យប័ត្ររបាយការណ៍ធនាគារកិច្ចសន្យាការឯកសារចំណូលចំណាយអីហ្នឹងគឺអត់ត្រូវបានរក្សាទុកដោយមានរបៀបរៀបរយនិងមានសុវត្ថិភាពនោះទេហើយបន្តប្រឈមមួយទៀតហ្នឹងគឺมันអាចធ្វើការផ្ទៀងផ្ទាត់និងបង្កើតរបាយការណ៍យ៉ាងទាន់ពេលវេលាបានអញ្ចឹងប្រព័ន្ធគណនេយ្យដែលមិនសមស្របនឹងបង្ហាញឲ្យឃើញការខ្វះខាតនៅក្នុងការទៀងទាត់សមតលនិងទិន្នន័យវាអត់ច្បាស់លាស់អញ្ចឹងអានេះគឺជាកត្តាប្រឈមទី2ចំណែកឯកត្តាប្រឈមទី3នោះគឺខ្វះអ្នកជំនាញផ្នែកគណនេយ្យនិងហិរញ្ញវត្ថុអញ្ចឹងសហគ្រាសមួយចំនួនมันមានជំនាញផ្នែកគណនេយ្យនិងហិរញ្ញវត្ថុនៅក្នុងអង្គភាពរបស់ខ្លួនផ្ទាល់ទេហើយក៏មិនមានការជួលជំនួយពីអ្នកជំនាញវិជ្ជាជីវៈពីខាងក្រៅនោះដែរអញ្ចឹងការដែលខ្វះអ្នកជំនាញនេះហើយដែលធ្វើឲ្យការត្រៀមរបាយការណ៍ហិរញ្ញវត្ថុនឹងមានការយឺតនិងមិនគ្រប់លក្ខណៈដើម្បីដាក់បញ្ជូនទៅនាយកតកគណនេយ្យនិងសវនកម្មផងដែរអញ្ចឹងបុគ្គលិកដែលមិនមានជំនាញគ្រប់គ្រាន់ឬក៏គ្មានបទពិសោធន៍គ្រប់គ្រាន់នឹងអាចនាំឲ្យគាត់មានការកត់អាចធ្វើឲ្យគាត់មានបញ្ហានិងរៀបចំរបាយការណ៍មិនបានត្រឹមត្រូវហើយបញ្ហាទាំងនោះមានដូចជាកត់ត្រាប្រតិបត្តិការគណនេយ្យខុសឬក៏មិនទៀងទាត់អញ្ចឹងបុគ្គលិកដែលគាត់មិនស្គាល់ច្បាស់នៅស្តង់ដារគណនេយ្យឬក៏បែងចែកប្រភេទគណនេយ្យធ្វើឲ្យរបាយការណ៍ហ្នឹងបង្ហាញខុសពីស្ថានភាពពិតហើយមួយទៀតនោះគឺគាត់អត់មិនចេះរៀបចំរបាយការណ៍ហិរញ្ញវត្ថុអញ្ចឹងមានសហគ្រាសមួយចំនួនដែលគណនេយ្យករហ្នឹងគាត់គ្រាន់តែធ្វើជា summary ចំណូលចំណាយធម្មតាដោយគាត់មិនបានបង្កើតជា balance sheet cash flow income statement អីទៅតាមអ្វីដែលនាយកតកគាត់តម្រូវនោះឯងហើយមួយទៀតនោះគឺมันអាចប្រើប្រាស់ប្រព័ន្ធ e-filing របស់នាយកតកបានអញ្ចឹងមានន័យថាប្រសិនបើបុគ្គលិកគាត់អត់មានជំនាញច្បាស់លាស់ទេអញ្ចឹងគាត់អត់អាចប្រើប្រាស់ប្រព័ន្ធ e-filing របស់នាយកតកនឹងបានទេព្រោះថាប្រព័ន្ធ e-filing របស់នាយកតកវាមានលក្ខណៈបច្ចេកទេសខ្ពស់ដែលតម្រូវឲ្យមានឯកសារដែលមានស្តង់ដារអញ្ចឹងបុគ្គលិកដែលគាត់មិនស្គាល់បច្ចេកទេសវាអាចនាំឲ្យការបញ្ចូលឯកសារនិងទិន្នន័យហ្នឹងគឺមិនត្រឹមត្រូវដែលជាហេតុធ្វើឲ្យយើងមិនអាចបញ្ជូនរបាយការណ៍ហ្នឹងទៅបានទេអញ្ចឹងបញ្ហាបច្ចេកទេសវាអាចបង្កការពជាពេលយ៉ាងច្រើនបើសិនបើសហគ្រាសមិនមានការត្រៀមទុកជាមុនទេដូច្នេះហើយអាការរួមបញ្ចូលជំនាញគណនេយ្យនិងជំនាញបច្ចេកទេសនឹងវាគឺជាគន្លងមួយយ៉ាងសំខាន់នៅក្នុងការធ្វើឲ្យដំណើរការបញ្ជូនរបាយការណ៍ទៅនាយកតកនឹងវាមានប្រសិទ្ធភាពនិងអត់មានការយឺតយ៉ាវបញ្ជូនទៅបានទាន់ពេលវេលាអញ្ចឹងនេះគឺជាកត្តាទី3តាប្រឈមទី4នោះគឺការប្រាស្រ័យទាក់ទងគ្នាមិនមានប្រសិទ្ធភាពការប្រាស្រ័យទាក់ទងមិនមានប្រសិទ្ធភាពហ្នឹងវាគឺជាកត្តាដ៏សំខាន់មួយដែលអាចបណ្ដាលឲ្យមានបញ្ហាជាច្រើនកើតឡើងនៅក្នុងអង្គភាពឬក៏សហគ្រាសដោយសារតែព័ត៌មានហ្នឹងមិនត្រូវគោលបំណងដែលជាហេតុធ្វើឲ្យការទទួលព័ត៌មានមិនបានត្រឹមត្រូវអញ្ចឹងនៅក្នុងបរិបទនៃការបញ្ជូនរបាយការណ៍ហិរញ្ញវត្ថុទៅនាយកតកគណនេយ្យនិងសវនកម្មក៏ដូចគ្នាដែរការប្រាស្រ័យទាក់ទងគ្នាมันមានប្រសិទ្ធភាពនឹងធ្វើឲ្យមានការយឺតយ៉ាវនិងកំហុសនៅក្នុងដំណើរការដ៏ចាំបាច់មួយនេះអញ្ចឹងបុគ្គលិកដែលគាត់មិនទាន់យល់ដឹងអំពីស្តង់ដារការកំណត់ឬក៏ទម្រង់ដែលខាងនាយកតកគាត់ត្រូវការហ្នឹងគឺតែគាត់អត់ដឹងច្បាស់ប្រកាសជាធ្វើឲ្យគាត់
ដាក់បញ្ជូនទៅមានការយឺតយ៉ាវហើយហើយព័ត៌មានពីផ្នែកនីមួយៗនៅក្នុងសហគ្រាសគឺអាចមានការខុសគ្នាឬក៏មិនមានការសម្របសម្រួលគ្នាបានល្អអញ្ចឹងការប្រាស្រ័យតាក់ទងគ្នាហ្នឹងគឺវាពិតជាមានសារៈសំខាន់ណាស់ហើយមួយទៀតក្រុមការងារដែលគាត់ធ្វើរបាយការណ៍រញ្ញថុហ្នឹងគាត់អត់ប្រាស្រ័យតាក់ទងគ្នាបានច្បាស់លាស់ឬក៏មិនមានការប្រជុំជាប្រចាំដើម្បីអាប់ដេតដំណើរការឬក៏ផែនការនៅក្នុងការធ្វើហ្នឹងឯងអញ្ចឹងក៏ជាមូលហេតុធ្វើឲ្យមានការយឺតយ៉ាវដែរហើយមួយទៀតនោះមានន័យថាប្រសិនបើសហគ្រាសមានសំណួរចង់សួរទៅខាងនាយកតកឬក៏ចង់ស្នើសុំពជាពេលទៅខាងនាយកតកប៉ុន្តែការប្រាស្រ័យតាក់ទងនឹងមិនបានល្អហើយក៏មិនច្បាស់លាស់ហ្នឹងក៏នឹងធ្វើឲ្យមានការយឺតយ៉ាវនៅក្នុងការដាក់បញ្ជូនរបាយការណ៍នឹងផងដែរហើយកត្តាប្រឈមទី5នោះគឺការគ្រប់គ្រងពេលវេលាមិនមានប្រសិទ្ធភាពចឹងការគ្រប់គ្រងពេលវេលាហ្នឹងវាគឺជាកត្តាប្រឈមដ៏សំខាន់ដែលអាចបណ្ដាលឲ្យសហគ្រាសហ្នឹងមានការយឺតយ៉ាវនៅក្នុងការដាក់បញ្ជូនរបាយការណ៍រញ្ញថុទៅនាយកកគណនេយ្យហ្នឹងហើយការដែលមានការគ្រប់គ្រងពេលវេលាមិនបានល្អនោះវាអាចប៉ះពាល់ដល់គុណភាពនៃការងារការបំពេញកាតព្វកិច្ចតាមការកំណត់ហើយនឹងភាពជោគជ័យរបស់សហគ្រាសទាំងមូលផងដែរអញ្ចឹងការដែលគ្រប់គ្រងពេលវេលាមិនមានប្រសិទ្ធភាពហ្នឹងវាមានដូចជាអីគេខ្លះទៅអញ្ចឹងទី1វាអាចយើងអត់មានផែនការទុកជាមុនអញ្ចឹងការរៀបចំរបាយការណ៍រញ្ញថុអាការរៀបចំអាការពុំមានផែនការទុកជាមុនហ្នឹងមានន័យថាយើងអត់បានគ្រប់គ្រងអាពេលវេលានិង deadline នៃការដាក់បញ្ជូនរបាយការណ៍ហ្នឹងបានត្រឹមត្រូវទេមានន័យថាតតគៀ deadline ហ្នឹងបើយើងចាប់ផ្ដើមទៅរៀបចំរបាយការណ៍អញ្ចឹងក៏ធ្វើឲ្យយើងមានការយឺតយ៉ាវដែរឬក៏មួយទៀតមានន័យថាបុគ្គលិកឬក៏អ្នកគ្រប់គ្រងហ្នឹងគាត់ផ្ដល់អត្ថភាពទៅលើការងារផ្សេងគាត់អត់បានយកចិត្តទុកដាក់បំពេញការងារនៅក្នុងការរៀបចំរបាយការណ៍នៅឲ្យទាន់ពេលវេលាទេអាហ្នឹងក៏ជាមូលហេតុធ្វើឲ្យគាត់មានការយឺតយ៉ាវដែរអញ្ចឹងសរុបមកវិញកត្តាប្រឈមទាំង5ហ្នឹងគឺវាធ្វើឲ្យសហគ្រាសដាក់បញ្ជូនរបាយការណ៍រញ្ញថុទៅមានការយឺតយ៉ាវចឹងសរុបមកវិញការដាក់បញ្ជូនរបាយការណ៍រញ្ញថុទៅនាយកកគណនេយ្យនិងសវនកម្មវាគឺជាកាតព្វកិច្ចដែលសហគ្រាសទាំងអស់គាត់គួរតែគោរពនិងអនុវត្តជាប្រចាំហើយកត្តាប្រឈមដោយដែលខ្ញុំបានរៀបរាប់ខាងលើហ្នឹងវាអាចនាំឲ្យមានការពជាពេលនិងការគំរាមកំហែងពីការទទួលពិន័យផ្លូវច្បាប់ផងដែរដូច្នេះហើយសហគ្រាសគួរតែពិចារណាចំពោះការបង្កើតប្រព័ន្ធគ្រប់គ្រងគណនេយ្យដែលមានប្រសិទ្ធភាពបណ្ដុះបណ្ដាលបុគ្គលិកដែលមានជំនាញឬក៏សហគ្រាសអាចសហការជាមួយអ្នកជំនាញវិជ្ជាជីវៈពីខាងក្រៅដែលយើងហៅថា accounting firm ឬក៏ audit firm ហ្នឹងអញ្ចឹងការដែលយើងអនុវត្តទៅតាមនីតិវិធីត្រឹមត្រូវស្របទៅនឹងច្បាប់នឹងជួយឲ្យអាជីវកម្មរបស់យើងមានការរីកចម្រើននិងមានសុវត្ថិភាពជាប្រចាំផងដែរអញ្ចឹងសម្រាប់ការធ្វើបទបង្ហាញរបស់ខ្ញុំនៅក្នុងថ្ងៃហ្នឹងខ្ញុំមានប៉ុណ្ណឹងហើយខ្ញុំក៏សូមអរគុណនៅការយកចិត្តទុកដាក់ស្ដាប់របស់អ្នកទាំងអស់គ្នាហើយសម្រាប់ការចែករំលែករបស់ខ្ញុំនៅក្នុងថ្ងៃនេះខ្ញុំសង្ឃឹមថាវីដេអូដែលខ្ញុំចែករំលែកនឹងជួយឲ្យអ្នកទាំងអស់គ្នាទទួលបាននៅឱកាសបទពិសោធន៍ថ្មីដំណោះស្រាយបញ្ហាក៏ដូចជាចំណេះដឹងបន្ថែមអំពីគណនេយ្យនិងពន្ធដារផងដែរប្រសិនបើអ្នកទាំងអស់គ្នាមានចម្ងល់ឬក៏មានបញ្ហាអ្វីតាក់ទងជាមួយនឹងគណនេយ្យឬក៏ពន្ធដារសូមអ្នកទាំងអស់គ្នាទុកមតិយោបល់របស់អ្នកទាំងអស់គ្នានៅខាងក្រោមខ្ញុំនឹងយកមកពិភាក្សាឬក៏ចែករំលែកបន្ថែមនៅវីដេអូក្រោយៗទៀតសូមកុំភ្លេចចុច like share និង subscribe ដើម្បីកុំឲ្យខកខានវីដេអូថ្មីៗបន្តទៀតចំណេះដឹងតូចៗជារៀងរាល់ថ្ងៃវាគឺជាគន្លឹះដើម្បីឲ្យការងារនិងអាជីវកម្មរបស់អ្នកទាំងអស់គ្នាកាន់តែរឹងមាំផងដែរ
សូមអរគុណនៅការចំណាយពេលវេលាដ៏មានតម្លៃលើប្រធានបទនៅថ្ងៃនេះយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតអរគុណច្រើន